សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំប្រាប់ពីការដាំស្មៅឲ្យកដោបស៊ីបងប្អូននេះយើងមានប្រភេទស្មៅមួយប្រភេទនេះអ្នកខ្លះគេហៅស្មៅផ្អែមហើយដល់អ្នកខ្លះគេហៅស្មៅអ៊ីស្រាអែលអញ្ចឹងមួយណាក៏បានដែរស្លឹកវាផ្អែមស្លឹកច្រើនដើមតិចបងប្អូនហើយដើមវាអាចដំយកមកឲ្យកដោបស៊ីបាននេះដំចេះយើងដំឲ្យតក់ទៅវាស៊ីបានកូនកដោបយើងស៊ីបានហើយបើកដោបធំរត់តែពិសេសហ្មងបាទហើយប្រភេទស្មៅនេះយើងដាំទៅស៊ីចំណេញបងប្អូនស៊ីទាំងដើមស៊ីទាំងស្លឹកបើយើងមានម៉ាស៊ីនកិនអត់ម៉ាស៊ីនក៏បានមានក៏បានតែបើអត់យើងដំតែបើអត់បើមានម៉ាស៊ីនយើងកិនអញ្ចឹងបងប្អូននេះមើលស៊ីហើយបើសិនយើងមានស្មៅហ្នឹងយើងសម្រួលកម្លាំងយើងច្រើនណាបងប្អូនយើងដាំចិត្តផ្ទះពេលដែលយើងរវល់តាណាតណៃឬអីយើងមានច្រើនអីយើងកាត់តែមួយផ្លេតឲ្យវាស៊ីមករួចរាល់ហើយបងប្អូនលឿនណានេះប្រភេទស្មៅហ្នឹងបងប្អូន